សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអំពុំមិញទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំបានពុត្រេមួយចានគឺផ្លែល្អមែនទែនពុកម៉ែបងប្អូនពុត្រេនេះគឺជាប្រភេទពុត្រេបីសាសពុកម៉ែបងប្អូនពុត្រេបីសាសនេះគឺមានរសជាតិឆ្ងាញ់ណាស់ស្រួយញ៉ោកតែម្ដងហើយចំពោះផ្លែពុត្រេពុកម៉ែបងប្អូនមានច្រើនប្រភេទណាស់មានពុត្រេស្រែពុត្រេចិនពុត្រេបីសាសបើនិយាយពីពុត្រេដែលមានរសជាតិឆ្ងាញ់គឺពុត្រេបីសាសនឹងឯងគឺឆ្ងាញ់ហើយមានពុត្រេទឹកឃ្មុំគេទៀតហើយពុត្រេនេះគឺវាមានរសជាតិផ្អែមមានរសជាតិចាត់តិចប៉ុន្តែបើពុត្រេចិនគឺអត់សូវឆ្ងាញ់ទេពុកម៉ែបងប្អូនហើយមានសភាពធំផ្លែវាខ្លះរហូតដល់ប៉ុនកដៃក៏មានដែររីឯពុត្រេស្រែរបស់យើងគឺផ្លែតូចល្អិតទេប៉ុន្តែរសជាតិជូរមានរសជាតិជូរហើយក៏ឆ្ងាញ់យ៉ាងដែរពុត្រេហ្នឹងគឺយើងយកមកធ្វើជ្រក់គឺថាឆ្ងាញ់តែម្ដងឥឡូវអាពុត្រេស្រែហ្នឹងវាមិនតាន់ដល់ខែទេពុកម៉ែបងប្អូននៅពេលដែលចាប់ដើមដល់ខែផ្លែនឹងខ្ញុំនឹងថតបង្ហាញចែកជូនឲ្យពុកម៉ែបងប្អូនបានឃើញម្ដងទៀតហើយឥឡូវគឺវាដល់រដូវពុត្រេបីសាសហើយពុត្រេបីសាសនេះយើងអាចញ៉ាំជាលក់មួយអំបិលទេក៏បានប៉ុន្តែយើងអាចយកទៅធ្វើជ្រក់ញ៉ាំបានទេភាគច្រើនគឺយើងញ៉ាំទៅទេតែម្ដងផ្លែល្អមែនទេនឹងខ្ញុំអត់បានទៅថតនៅចំការពុត្រេគឺថាវាផ្លែផ្លែមហាសែនអូអាម៉ែអាផ្លែបដ ாய் ចង់បាក់មេឃបាក់ដើមផ្លែច្រើនណាស់ផ្លែអាក្រក់អាក្រៃប៉ុន្តែអាពុត្រេនឹងយើងបានហូបផ្សេងហើយយើងអត់អាចយកធ្វើជ្រក់ឆ្ងាញ់ដូចពុត្រេស្រែបើពុត្រេស្រែគឺយើងធ្វើជ្រក់ឆ្ងាញ់ហើយពុត្រេស្រែយើងអាចនៅពេលដែលទុំយើងអាចចំបាច់វាហាលយកមកធ្វើជាពុត្រេឆុងក៏បានដែរតែវាមានរសជាតិជូរតែពុត្រេបីសាសនេះគឺវារសជាតិឆ្ងាញ់វាដូចជាពុត្រេស្រែតែឆ្ងាញ់មួយយ៉ាងម្នាក់ពុកម៉ែបងប្អូនតែបើពុត្រេចិនវិញធំតែខ្លួនឥតប្រយោជន៍ទេពុកម៉ែបងប្អូនហូបមានឆ្ងាញ់ទេធម្មតាចំពោះនាងខ្ញុំចូលចិត្តពុត្រេបីសាសនិងពុត្រេស្រែពុត្រេដែលដុះតាមស្រែគឺវាជាពុត្រេធម្មជាតិហើយជាពុត្រេខ្មែរយើងតែម្ដងនេះពុត្រេនេះគឺជាប្រភេទពុត្រេដែលមានពូជនាំចូលលេពុកម៉ែបងប្អូនតែពុត្រេប្រភេទនេះវាលក់មានតម្លៃថ្លៃជាងពុត្រេស្រែយើងបើពុត្រេស្រែយើងមកកំប៉ុង500សឹងគ្មានអ្នកទិញពុកម៉ែបងប្អូនហើយចំពោះវីដេអូនេះក៏មានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនគ្រាន់តែចង់មកបង្ហាញពុត្រេថាដល់រដូវនេះគឺជារដូវដែលសម្បូរពុត្រេហើយអរគុណសូមជម្រាបលា